ក្រុមហ៊ុនសយាមគូបូតាឧស្សាហកម្មចំកាត់បានផលិតនិងចែកចាយគោយន្តដើរតាមអស់រយៈពេលជាង17ឆ្នាំហើយបានទទួលការគាំទ្រមកវិញយ៉ាងល្អដោយមានបរិមាណលក់សរុបជាង 450,000 គ្រឿងថ្ងៃនេះក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេចដើម្បីណែនាំគោយន្តដើរតាមត្រាឆាងស៊េរី NC+ គោយន្តដើរតាមត្រាឆាងស៊េរី NC+ បានធ្វើការអភិវឌ្ឍឲ្យមានរូបរាងដែលទាន់សម័យបន្ថែមភាពងាយស្រួលក្នុងការធ្វើការដោយបានធ្វើការអភិវឌ្ឍផ្នែកផ្សេងៗដើម្បីបន្ថែមប្រសិទ្ធភាពក្នុងការធ្វើការដូចតទៅនេះធន់ដោយប្រអប់លេខដែកហ្វុងស្វិតពិសេស FCD បន្ថែមភាពរឹងមាំនិងមានការធានាគុណភាពរហូតចង្កឹះលេខបញ្ជាស៊េរីថ្មីបន្ថែមភាពរឹងមាំងាយស្រួលបញ្ជាគោយន្តបានល្អជាងមុនព្រមទាំងថែបដែកទ្រកម្លាំងរវាងដៃគោយន្តទាំងសងខាងអាចធន់នឹងកម្លាំងយកឬបត់បានជាងមុនដល់ទៅ 25% ដោយឆ្លងកាត់ការពិសោធន៍នៅក្នុងបន្ទប់សាកល្បងជាង 1000 ម៉ោងនិងការសាកល្បងនៅទីកន្លែងពិតភាពងាយស្រួលតែចាប់បត់បង្កប់ក្នុងដៃគោយន្តមិនធ្វើឲ្យទៅក្នុងពេលធ្វើការងារហើយដោយការផលិតខ្សែចាប់បត់ឲ្យដេកត្រង់មិនបត់ទើបធ្វើឲ្យការចាប់បត់ប្រើកម្លាំងតិចតែការបត់មានប្រសិទ្ធភាពជាងមុនពិសេសដែលមិនដូចគេដោយកន្លែងទុកឧបករណ៍ជាងក្រោមសន្ទះគម្របគោយន្តងាយស្រួលជាងមុនងាយស្រួលក្នុងការថែរក្សាសន្ទះគម្របគោយន្តនិងដៃគោយន្តផលិតអាចធ្វើការសម្អាតបានហើយថែមទាំងរក្សាផ្នែកផ្សេងៗបានយ៉ាងងាយស្រួលក្រោយពេលប្រើការហើយនេះគឺជាការអះអាងពីប្រជាកសិករដែលបានសាកល្បងប្រើប្រាស់គោយន្តដើរតាមត្រាឆាងស៊េរី NC+ បាទកន្លែងចង្កូតកាលម៉ាស៊ីនហ្វ្រីចាស់ដាក់ខ្សែរញ៉េរញ៉ៃលើកនេះដាក់ខ្សែល្អមិនរញ៉េរញ៉ៃនៅពេលបត់មានដើមឈើមានអីវាមិនទាស់ព្រោះខ្សែដាក់បានល្អកន្លែងសន្ទះខាងមុខក៏មានកន្លែងដាក់សោងាយស្រួលបើប្រៀបធៀបទៅស៊េរីថ្មីវាល្អជាងស៊េរីមុនសាក់ស៊ីវារឹងមាំជាងមុនប្រើធន់ហើយស្រួលស្អាតទៀតផងហើយនេះគឺជាគោយន្តដើរតាមត្រាឆាងស៊េរី NC+ ធន់ប្រើការរហ័សទាន់ចិត្តគូបូតាប្រកបដោយគុណភាពនិងសេវាកម្ម